mean មានន័យថា What does this word mean? តើពាក្យនេះមានន័យថាម៉េច Red traffic lights mean stop. ភ្លើងចរាចរណ៍ពណ៌ក្រហមមានន័យថាឈប់ This sign means that there is danger ahead. សញ្ញានេះមានន័យថាមានគ្រោះថ្នាក់នៅខាងមុខ What does this symbol mean on the map? តើនិមិត្តសញ្ញានេះមានន័យថាម៉េចនៅលើផែនទី His silence meant he was angry. ភាពស្ងៀមស្ងាត់របស់គាត់មានន័យថាគាត់ខឹង This word means the same as that one. ពាក្យនេះមានន័យដូចគ្នានឹងពាក្យនោះដែរ When she smiled at me, did she mean that she liked me? ពេលនាងញញឹមដាក់ខ្ញុំមានន័យថានាងចូលចិត្តខ្ញុំមែនទេ មានបំណងចង់ Do you know what I mean? ដឹងថាខ្ញុំចង់មានន័យថាម៉េចទេ That's not what I mean. ខ្ញុំមិនមែនចង់មានន័យបែបហ្នឹងទេ I didn't mean to hurt your feelings. ខ្ញុំគ្មានបំណងធ្វើឲ្យប៉ះពាល់អារម្មណ៍របស់អ្នកទេ I didn't mean to break it. It was an accident. ខ្ញុំគ្មានបំណងធ្វើឲ្យវាបែកទេវាជាការចៃដន្យប៉ុណ្ណោះ She meant to call you, but she forgot. នាងចង់ទូរស័ព្ទទៅអ្នកប៉ុន្តែនាងភ្លេច I meant to call you earlier, but I got busy. ខ្ញុំចង់ទូរស័ព្ទទៅអ្នកមុននេះប៉ុន្តែខ្ញុំរវល់ He didn't mean to harm you. គាត់មិនមានបំណងធ្វើបាបអ្នកទេ Do you really mean to leave your job? តើអ្នកពិតជាចង់លាឈប់ពីការងារមែនទេ What do you mean by that remark? ការលើកឡើងរបស់អ្នកចង់មានន័យថាម៉េច She meant well, but her words were harsh. នាងមានបំណងល្អតែពាក្យសម្ដីរបស់នាងអាក្រក់ មានតម្លៃ Family means everything to me. គ្រួសារគឺជាអ្វីៗគ្រប់យ៉ាងសម្រាប់ខ្ញុំ Winning this award means a lot to him. ការឈ្នះពាននេះមានតម្លៃណាស់សម្រាប់គាត់ This old watch means a lot to me, because it was my grandfather's. នាឡិកាចាស់នេះមានតម្លៃណាស់សម្រាប់ខ្ញុំព្រោះវាជារបស់ជីតាខ្ញុំ Honesty means everything in a friendship. ភាពស្មោះត្រង់គឺជាអ្វីៗគ្រប់យ៉ាងនៅក្នុងមិត្តភាព His support means the world to me. ការគាំទ្ររបស់គាត់មានតម្លៃធំធេងណាស់សម្រាប់ខ្ញុំ
ចិត្តអាក្រក់កាច Why are you so mean to your friends? ហេតុអីបានជាអ្នកចិត្តអាក្រក់ដាក់មិត្តរបស់អ្នកយ៉ាងនេះ Don't be so mean to your little brother. កុំចិត្តអាក្រក់ដាក់ប្អូនរបស់អ្នកពេក It was mean of him to ignore her like that. ចិត្តគាត់អាក្រក់ណាស់ដែលមិនអើពើនឹងនាងបែបនេះ The teacher wasn't really mean, she was just strict. អ្នកគ្រូមិនកាចទេគាត់គ្រាន់តែតឹងរឹងប៉ុណ្ណោះ My boss can be mean when he's in a bad mood. មេរបស់ខ្ញុំអាចនឹងកាចនៅពេលគាត់មានអារម្មណ៍មិនល្អ Why are you being so mean to the cat? ហេតុអីបានជាអ្នកធ្វើបាបឆ្មាយ៉ាងនេះ That child is very mean. ក្មេងនោះកាចណាស់ កំណាញ់រិះ Don't be mean with the candy, share it with your friends. កុំកំណាញ់ស្ករគ្រាប់នេះអីចែកឲ្យមិត្តភក្តិញ៉ាំផង He's too mean to buy anything nice. គាត់រិះពេកមិនហ៊ានទិញរបស់ល្អទេ He's too mean to donate even a small amount. គាត់រិះពេកមិនហ៊ានបរិច្ចាគសូម្បីតែតិចតួចក៏ដោយ She's not mean, she's just careful with her money. នាងមិនកំណាញ់ទេនាងគ្រាន់តែប្រើលុយដោយប្រុងប្រយ័ត្នប៉ុណ្ណោះ មធ្យមភាគ The mean of 10, 20, and 30 is 20. មធ្យមភាគនៃ10 20និង30គឺ20 To find the mean, add all numbers and divide by the total count. ដើម្បីរកមធ្យមភាគត្រូវបូកលេខទាំងអស់ចូលគ្នារួចចែកនឹងចំនួនលេខ The teacher asked us to calculate the mean of our test scores. លោកគ្រូបានឲ្យយើងគណនារកមធ្យមភាគនៃពិន្ទុប្រឡងរបស់យើង The mean is often used to analyze data. មធ្យមភាគត្រូវបានគេប្រើជាញឹកញាប់ដើម្បីវិភាគទិន្នន័យ ជាមធ្យម The mean temperature in July is 25 degrees Celsius. សីតុណ្ហភាពជាមធ្យមក្នុងខែកក្កដាគឺ25អង្សាសេ The mean score of the class was 75 out of 100. ពិន្ទុជាមធ្យមរបស់សិស្សក្នុងថ្នាក់នេះគឺ75លើ100 យ៉ាងស្ទាត់ជំនាញល្អអស្ចារ្យ He plays a mean guitar. គាត់លេងហ្គីតាយ៉ាងស្ទាត់ជំនាញ She plays a mean game of chess. នាងលេងអុកយ៉ាងស្ទាត់ជំនាញ She makes a mean cup of coffee.
នាងឆុងកាហ្វេឆ្ងាញ់ណាស់ He cooks a mean steak. គាត់អាំងសាច់ឆ្ងាញ់ណាស់ That car has a mean engine. It's really powerful. ឡាននោះមានម៉ាស៊ីនល្អកម្លាំងរបស់វាខ្លាំងណាស់ ចាស់ទ្រុឌទ្រោមបាក់បែករហែក They lived in a mean hut on the outskirts of town. ពួកគាត់រស់នៅក្នុងខ្ទមទ្រុឌទ្រោមមួយនៅជីក្រុង She wore a mean dress that was torn and faded. នាងបានស្លៀករ៉ូបចាស់មួយដែលរហែកនិងស្លេកពណ៌ Means. មធ្យោបាយ They had no means of communication. ពួកគេគ្មានមធ្យោបាយទំនាក់ទំនងទេ We need to find some other means of transportation. យើងត្រូវស្វែងរកមធ្យោបាយដឹកជញ្ជូនផ្សេងទៀត Technology is a means of improving communication. បច្ចេកវិទ្យាគឺជាមធ្យោបាយលើកកម្ពស់ការទំនាក់ទំនង She used every possible means to achieve her goal. នាងបានប្រើគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីសម្រេចគោលដៅរបស់នាង